ជំរាបសួរពុកម៉ែបងប្អូនអាពេលនេះកំពុងឡើងបេះផ្លែសខនលើដើមខ្យល់ផ្លែរបស់វាមិនសូវនឹងចេះឡើងដើមឈើប្រហែលទេពុកម៉ែបងប្អូនថ្ងៃនេះដែរទំនេរវិការងារថ្ងៃឡើងបានមកលេងខ្ទុំម៉ែបង្កើតហើយក៏ឃើញសខនក៏បានឡើងពុកម៉ែបងប្អូនផ្លែធំល្អមែនឆ្នាំនេះផ្លែរៀងច្រើនជាឆ្នាំថ្មីពុកម៉ែបងប្អូនដើមសខននៅខ្ទុំម៉ែបង្កើតរបស់ខ្ញុំនេះគឺមាន2ដើមប៉ុន្តែដើមនេះផ្អែមផ្លែវាធំល្អទៅទុកដើម្បីបេះផ្លែហូបចំណែកមួយដើមទៀតផ្លែវាជូរហើយត្រូវបានកាប់ចោលបាត់ហើយអត់ទុកពូជទេដើមទូចបងប្អូនហើយផ្លែវាទូចហើយវាជូរទៀតពេលចោលមានតែកាប់ចោលសាច់ក្នុងរបស់វាមិនក្រាបពុកបងប្អូនផ្អែមអត់ជូរទេរៀបជុកក្រាបបាត់ហើយអំបញ្ញមិញខ្ញុំបានបេះសឹកខនហូបរួចហើយអែមជូរអែមឆ្ងាញ់ឥឡូវយើងត្រូវបេះដាក់ក្នុងថងនេះធំក៏នេះពុកបងប្អូន5គីឡូដែរប៉ុន្តែសឹកខនធំចាស់បានច្រើនទេប្រហែលជា4-10ផ្លែជាងនឹងពេញហើយសឹកខនដែលខ្ញុំឡើងនេះដើមនេះគឺខ្ពស់ដែរពុកបងប្អូនបាក់នឹង10ម៉ែត្រជាងដែរវាមានសង្ក្រងទៅបងប្អូនខ្ញុំស្រីឲ្យសាច់ទៅលើមានអញ្ចឹងបានដៃអាឡៃបដ យបេះទៅតិចអត់ចាំស្អីទេទៅហើយគឺឡើងហើយឡើងបេះម្ដង4-5គីឡូ5គីឡូដែរមកផ្ទះតែនេះទីពេលនេះវាស្រីទេបងប្អូនហើយពីមុនសិតតែប្រៃសុបគ្រប់ជុំវិញតែឥឡូវបច្ចុប្បន្ននេះត្រូវបានពួកបងប្អូនព្រោះត្រាយធ្វើស្រែចម្ការហើយឡំទៀបមើលជុំវិញបាន